នេះគឺជាកលិដែលគេមិនងាយប្រាប់អ្នកឡើយការរៀនពួកគេគឺជាការរកប្រាក់មួយប្រើដង្កៀបដើម្បីទ្រធូបមូសរួចដុតវាពីកណ្ដាលវាពិតជាដំណើរការល្អណាស់ពីដាក់ស្មាហាលខោអាវពីរសងខាងបែបនេះសំបីតែខ្យល់បក់ខ្លាំងក៏មិនអាចរបូតបានដែរបីបិទថង់ក្របthànhជាតិដោយប្រើខ្សែវេទមន្តដល់សាមញ្ញនេះងាយស្រួលធ្វើណាស់គ្រាន់តែទាញខ្សែវាមកវិញក្នុង1វិនាទី4កាត់ខ្ទឹមតាក់កណ្ដាលរួចត្រឡប់ហើយដុំនោះសម្បកនឹងចេញមកភ្លាម5បិទចុងថង់គ្រឿងទេសកម្ដៅដោយប្រើភ្លើងដើម្បីបិទនឹងការពីសំណើម5ប្រសិនបើបាយរបស់អ្នកប្រែទៅជាបោចូលដាក់នំប៉័ងមួយដុំពីលើរងចាំ2-3នាទីហើយនំប៉័ងនឹងស្រូបយកទឹកលើ7ចាក់ចង្កេះចូលក្នុងដំឡូងឥឡូវនេះអ្នកអាចចិតសម្បកវាបានដោយមិនរមាស់ដៃ8បំណែកសម្បកសុទ្ធដែលពិបាកយកចេញពីល្បាយសុទ្ធចូលលោកម្រាមដៃរបស់អ្នកក្នុងទឹកហើយប៉ះសម្បកវាជាប់នឹងម្រាមដៃរបស់អ្នកភ្លាម9កូកាកូឡាដែលនៅសល់ក្នុងដបធំមួយច្របាច់ខ្យល់ចេញពីដបហើយមួលគម្របបិទវាលើក្រោយវានៅតែមានរសជាតិដូចដើមដបនៅតែហែកស្រោមជើងដាច់ពីគ្នាមើលឲ្យចិត្តមានខ្សែរលុងគ្រាន់តែទាញវាថ្នមដើម្បីបើក11បិទស្កុតថ្លានៅចុងអំបោះរបស់អ្នកវាប្រមូលសក់នឹងធូលីដោយមិនបាច់ខំប្រឹងពេលកំពុងបោះសម្អាតរួចបកវាចេញជាការស្រេច12មានកំណកនៅលើធ្មេញរបស់អ្នកលាយថ្នាំដុសធ្មេញនិងម្សៅ baking soda និងទឹកខ្មេះក្នុងចានមួយជ្រលក់ច្រាសដុសធ្មេញរបស់អ្នកទៅក្នុងល្បាយណូដុសរាល់ថ្ងៃជាមួយវាកំណកនឹងបាត់ដោយញី13កំដៅច្រាសដុសធ្មេញជាមួយភ្លើងពុតក្បាលដូចនេះសម្អាតជ្រុងបង្គន់យ៉ាងងាយស្រួល14ដាក់ខ្ញីស្រស់មួយបន្ទះនៅលើកដៃរួចយកបង់បិទនោះអ្នកគ្មានជំងឺបៀតបៀនឡើយ15ថូដែលមានបាតធំងាយនិងកខ្វក់ជក់និងដំបងនិងបញ្ចូលទេនេះជាល្បិចមួយបន្ថែមទឹកនិងអង្ករមួយក្តាប់តូចក្រឡុកឲ្យខ្លាំនិងលាងសម្អាតថូរបស់អ្នកមើលទៅល្អដូចថ្មី16កំបោះចោលសម្បកក្រូចបន្ទាប់ពីញ៉ាំកាត់វាជាចំណិតហើយដាក់ក្នុងដបបន្ថែម baking soda 2ស្លាបព្រាបំពេញដោយទឹកស្អាតដាក់វាក្នុងទូទឹកកករយៈពេល1សប្តាហ៍អ្នកនឹងទទួលបានសាប៊ូធម្មជាតិលាងសម្អាតដៃបានយ៉ាងល្អនិងទន់ភ្លន់17ប្រើចំណិតខ្ទឹមសដើម្បីពិនិត្យមើលថាតើប្រេងថ្មីឬប្រេងចាស់រៀបចំចានមួយចាក់ប្រេងឆាខ្លះដាក់ខ្ទឹមសមួយកំពឹសរួចទុកចោល5នាទីប្រសិនបើខ្ទឹមស្ប្រៃជាពណ៌បៃតងវាជាប្រេងចាស់ដែលប្រើរួច